បាទនេះគឺជាបាទទស្សនវិជ្ជាបាទនៅក្នុងបាទប្រលានថ្មីបាទសម្ដេចតេជោឬក៏ហៅកាត់ថា KTI បាទដែលជាទស្សនវិជ្ជាទាំងនេះផងដែរគឺជាទស្សនវិជ្ជាសម្រាប់ការរៀបចំជាមួយនឹងការបើកសម្ពោធបាទប្រលានថ្មីបាទសម្ដេចតេជោឬក៏ហៅកាត់ថា KTI បាទជាផ្លូវការនៅថ្ងៃទី20នឹងឯងហើយខ្ញុំបាទក៏សង្ឃឹមថាពុកម៉ែបងប្អូនបាទនឹងត្រេកអរបាទជាមួយនឹងសមិទ្ធផលបាទដែលជាច្រកទ្វារនាំបាទប្រទេសកម្ពុជារបស់យើងឲ្យពិភពលោកបានកាន់តែស្គាល់ហើយជាច្រកទ្វារដែលនាំឲ្យបាទប្រទេសកម្ពុជារបស់យើងបាទឆ្ពោះទៅមុខជានិច្ចបាទនេះជាស្នាដៃមួយដ៏អស្ចារ្យផងដែរបាទហើយមួយទៀតខ្ញុំបាទក៏សូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់បាទទាំងនៅក្រៅស្រុកក្នុងស្រុកក៏សូមនៅតែប្រកាន់បាទនៅគោលជំហរពលិកាមិនប្រើប្រាស់បាទរបស់អាចោសៀមមិនថាថ្ងៃមុខទៅថ្ងៃក្រោយបើសិនជាប្រទេសកម្ពុជារបស់យើងបាទត្រូវគ្នាវិញជាមួយនឹងប្រទេសអាចោសៀមក្តីក៏សូមពុកម៉ែបងប្អូនត្រូវចងចាំនៃទង្វើរបស់ពួកអាចោសៀមបាទដែលបានធ្វើមកលើបាទប្រជាពលរដ្ឋខ្មែររបស់យើងនិងប្រទេសកម្ពុជារបស់យើងដូច្នេះទោះបីទៅមុខយើងត្រូវគ្នាក្តីប៉ុន្តែយើងនៅតែមានចិត្តបដិញ្ញាឈប់គ្រប់គ្រងបាទរបស់អាចោសៀមយើងនាំគ្នាគ្រប់គ្រងនៅផលិតផលរបស់ខ្មែរយើងដើម្បីប្រទេសរបស់យើងរីកចម្រើននិងដើរទៅមុខជានិច្ចផងដែរខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរខ្មែរគ្រប់គ្រងខ្មែរខ្មែរអភិវឌ្ឍប្រទេសខ្មែរដើម្បីប្រជាពលរដ្ឋខ្មែរនិងសង្គមជាតិខ្មែរ